រឿងមួយដែលយើងនឹកស្មានម្ដងនៅក្នុងការប្រកួត MBL Cambodia វគ្គ Upper Semi Final នេះគឺក្រុម CFU Gaming បានចាញ់នៅក្នុងលទ្ធផល3-2ជាមួយនឹងក្រុម Galaxy Legend បច្ចុប្បន្ននេះ CFU Gaming កំពុងតែធ្លាក់ទៅកាន់ Lower Semi Final ថ្ងៃនេះគឺគាត់នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Viger Epic ដើម្បីដណ្ដើមកៅអីឡើងទៅកាន់វគ្គ Lower Final ហានិភ័យក៏មានខ្ពស់ខ្លាំងសម្រាប់ CFU Gaming ដែលជាក្រុមធ្លាប់ជាម្ចាស់ជើងឯកកាលពីរដូវកាលមុនហើយបច្ចុប្បន្ននេះគាត់ក៏ជាក្រុមមួយដែលការពារតំណែងជើងឯករបស់ខ្លួនមកដែរតើថ្ងៃនេះ CFU Gaming អាចវាយដណ្ដើមកៅអីសម្រាប់ការប្រកួតបន្តរបស់ខ្លួនឬក៏ CFU Gaming នឹងចាញ់ក្រោម Team Viger Epic ឬមួយយ៉ាងណាយើងអត់ទាន់ដឹងទេរហូតដល់ការប្រកួតនេះមកដល់នោះលទ្ធផលយើងបានឃើញជាក់ស្ដែងហើយក្នុងនាមជា Baby Shark ឬក៏ Victory មានជូនពរទៅកាន់ Team Idol របស់យើងម្នាក់ៗដែលត្រូវប្រកួតគ្នាយ៉ាងតានតឹងដើម្បីដណ្ដើមកៅអីឡើងទៅកាន់វគ្គ Semi Final តើក្រុមទាំងពីរនេះក្រុមមួយណានឹងបានឱកាសឡើងទៅកាន់វគ្គបន្តរបស់ខ្លួនអ្នកនេះជា fan ក្រុមណាកុំភ្លេច comment លើកទឹកចិត្តដល់ Team Idol របស់អ្នកនរផងថ្ងៃនេះគឺជាថ្ងៃកាត់សេចក្តីហើយរវាងក្រុមពីរនេះបើសិនជា Viger Epic ចាញ់ CFU Gaming នោះគាត់នឹងសារតបទៅផ្ទះហើយ CFU Gaming បើចាញ់ Viger Epic ក៏សារតបទៅផ្ទះដូចគ្នាចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរនឹងចូលចិត្តនៅវីដេអូនេះបើចូលចិត្តកុំភ្លេច follow like ម្នាក់មួយផងអរគុណអ្នកនរជំរាបលាបាយ see you next video